និយាយមែនតើទៅខ្ញុំពិតជាសរសើរមែនតើសម្រាប់ពុកម៉ែបងប្អូនយើងដែលគាត់លក់នំណាតាក់ទងជាមួយនឹងនំបញ្ចុកសម្រាប់ខ្ញុំអ្នកដើរញ៉ាំច្រើននៅក្នុងក្រុងសីលភ័ណ្ឌនេះរឿងនំបញ្ចុកមួយនេះគឺដូចជាមិនសូវជាថ្លៃទេបងប្អូនទាំងគ្នាសម្រាប់កន្លែងចែកឈិននេះកន្លែងគាត់លក់នៅផ្សារសីលភ័ណ្ឌណាគាត់លក់មួយចានចាប់ពី1000រៀលឡើង1000រៀលឡើងគឺបងប្អូនយើងអាចញ៉ាំបានហើយតាក់ទងជាមួយនឹងនំបញ្ចុកសឡូបអាហារនឹងឯងអាហ្នឹង1000រៀលសម្រាប់កូនក្មេងតូចៗហ្នឹងគាត់អាចញ៉ាំបានមួយឆ្អែតណាហើយសម្រាប់ខ្ញុំអីប្រពន្ធខ្ញុំអាចញ៉ាំ2000រៀល2000រៀលគឺញ៉ាំបានមកគ្រប់តែម្ដងនិយាយរួមទៅមានបន្លែមានលបាយមានគ្រឿងក្រៅសពបែបយ៉ាងខ្ញុំពិតជាសរសើរមែនទែនក្នុងការលក់ដូរបែបនេះ1000 2000រៀលបងប្អូនបើគិតទៅវាចំណេញបានច្រើនបានតិចបងប្អូនគ្នាសម្រាប់បងប្អូនយើងដែលគាត់លក់ដូរតាក់ទងជាមួយនំហ្នឹងណាបងប្អូនអាចជួយខមមិនប្រាប់ខ្ញុំបានអត់ព្រោះតម្លៃហ្នឹងគឺចង់និយាយថារាល់ថ្ងៃបើយើងទិញនំកញ្ចប់ញ៉ាំមកកញ្ចប់1000ទៅ2000ដូចតែគ្នាទេចង់និយាយអញ្ចឹងហើយសម្រាប់បងប្អូនយើងដែលគាត់លក់នំនេះខ្ញុំពិតជាសរសើរថានំខ្មែរយើងមួយប្រភេទហ្នឹងគឺខ្ញុំដើរញ៉ាំច្រើនកន្លែងហើយនៅក្រុងសីលភ័ណ្ឌយើងគឺតម្លៃគឺធូរថ្លៃមែនទែន1000 2000រៀល1500អាហ្នឹងសម្រាប់សឡូខ្មែរយើងសឡូប្រហើតែសម្រាប់សឡូគិរីអាចចាប់ថា2 3000រៀលឡើងអញ្ចឹងទៅអាហ្នឹងវាអញ្ចឹងណាហើយអ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតតាក់ទងជាមួយនឹងទឹកគេហៅថាទឹកបង្អែមទឹកផ្អែមដែលមានសរសៃមានអីហ្នឹងនិយាយរួមទៅគឺមានតែខេត្តយើងនេះទេបើតាមខ្ញុំមើលឃើញហើយបើសម្រាប់ខាងខេត្តកណ្ដាលខាងកំពង់ចាមអីដូចខ្ញុំអត់ដែរឃើញគេប្រើទេជាមួយនឹងទឹកបង្អែមជាមួយនឹងនំបញ្ចុកបែបហ្នឹងណាតែនៅប្រទេសមានជ័យគឺមានហើយដូចបងប្អូនបានឃើញស្រាប់ចឹងមួយចាននេះត្រឹមតែ2000រៀលទេគឺយើងមានបន្លែ2 3មុខប៉ុន្តែខ្ញុំចូលចិត្តបន្លែអានេះគេហៅថាស្អីគេក៏ភ្លើងកែបចឹងខ្ញុំបានដាក់ភ្លើងកែបចឹងទៅនេះចៃឈិនចាំមើលសាក់សួរគាត់មើលថាតើគាត់លក់យ៉ាងម៉េចនៅទីនេះអែមហើយនេះមាន2មុខសឡប្រហើហើយនិងសឡប្រហើសឡការីពេលណាដល់ល្ងាចដែរហ្នឹងពេលខ្លះក៏ដល់មកពីពេល3ដែរហើយនេះចាប់ពី1000ឡើងទៅញ៉ាំបាន1000រៀលឡើងញ៉ាំកងក្មេង1000ហើយសម្រាប់ខ្ញុំញ៉ាំមិញហ្នឹងគឺមួយចាននោះ2000រៀលទេច្រើនសនាមឈ្មោះអីគេបាទចែកឈីលក់នំបញ្ចុកចែកឈៀងចែកឈីនចែកឈីនលក់នំបញ្ចុកផ្សារសីលភ័ណ្ឌអូអាសនាមគាត់ហ្នឹងណាអូខេដូចអ្វីដែលបងស្រីឈិនគាត់បានបញ្ជាក់អញ្ចឹងណាបើសិននៅបងប្អូនយើងចង់មកញ៉ាំអាចមកសាក់ញ៉ាំបានបើនិយាយទៅនៅស្រីភ័ណ្ឌនេះប្រហែលជាស្គាល់គាត់ច្រើនហើយដោយសារតែគាត់មិនមែនអ្នកលើកថ្មីថ្មោងទេគាត់លក់យូរណាស់ហើយជើងចាស់សេរីចាស់ហើយមែនតើហើយនៅមួយជួរនេះគឺមានបង្អែមខ្មែរមានអីអញ្ចឹងណាញ៉ាំជាច្រើនជាហូរហែគឺនៅខាងជើងផ្សារសេរីភ័ណ្ឌជាប់ចោលហ្នឹងឯងពេលបងប្អូនយើងចូលមកគឺនៅតែឃើញហើយអត់ឡងនិយាយទៅហ្នឹងគឺសបោរបស់ញ៉ាំមែនតើនៅពេលព្រឹកហើយខ្ញុំចូលចង់សាក់សួរពុកម៉ែបងប្អូនយើងណាខ្លះដែលជា fan របស់បងស្រីឈិនឬក៏បងស្រីដែលគាត់លក់បង្អែមណាបើសិនជាបានឃើញវីដេអូមួយនេះអូខេសូមជួយ comment ម្នាក់មួយផងអូខេអញ្ចឹងពីខ្ញុំមេលីគឺមានតែប៉ុណ្្នឹងទេថ្ងៃនេះវាមានអារម្មណ៍ថាចង់តឹងជាមកមែនតើដល់ពេលអញ្ចឹងបងប្អូនយើងជាស្រ័យផងណាបើសិនស្ដាប់ទៅរៀងងល់តិចអូខេអញ្ចឹងពីខ្ញុំមេលីគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ